thọ sốt đá nặng đã đầm lại đầm đầy thọ khăn thọ vòng vèn thọ chăm sắm tên tam lóc nè đầm đầy thọ khăn thọ vòng vèn thọ thiệt đầy thiệt tắc thiệt chờ thiệt phượng cai về trà chất song kha mình tiếng anh à cốt ba chục bắn thoi chỉ tóc mình khluồn à tay tạ thó rồi lột hài dương mắn trà lọp từ cát nông cầm nát à ba giờ phồng vành tế đôi nát này muốn kia thành ấy xôm chui khum krong cà pia này dường tiếng ngay tiếng dụcประพุทธเนเมียประทอยเนเมียประสังเนเมียทอนี้ดำลายสังขารประจำថ្ងៃมวยថ្ងៃ$45,770 ล้านก่อสร้างทางផ្នែកប្រាជ្ញាดำกอลตกក្នុងព្រះពុទ្ធសាសនាហាមផ្ចាញ់ផ្ចាលបើជនណាបំពេញត្រូវពិន័យឲ្យកាត់ក្តីតកក្នុងមួយវិនាទី500ជាតិសូមឲ្យសពសត្វបានក្តីសុខតាមហេតុសំគួរតាមហេតុ13-12-04បចាំលោកបញ្យល់បន្ថែមទៀតអញ្ចឹងវីដេអូមុនបានបញ្យល់ខ្លះហើយណាហើយអញ្ចឹងពេលដែលលោកថាអនុមោទនាយើងត្រូវពោលថាសាធុដើម្បីទាញយកហេតុហ្នឹងបងអនុមោទនាចឹងយើងពោលថាសាធុ3 ដងមកអញ្ចឹងជាប់ហើយហេតុហ្នឹងអញ្ចឹងរង្វាន់ក្នុងទីនេះមាន3ផ្នែកបងអញ្ចឹងបញ្យល់សិនទី1ជីវិតមនុស្សដែលរស់នៅលើដីកម្ពុជាដល់ជីវិតអ្នកណាក៏ដោយឲ្យតែរស់នៅលើដីកម្ពុជាឲ្យធ្វើទាំងវើល្អត្រូវបានចំណែកក្នុងម្នាក់$1,000ក្នុងមួយថ្ងៃបើមានហេតុគ្រប់គ្រាន់និយាយរឿងមានហេតុគ្រប់គ្រាន់នេះណាយ៉ាងម្ចាស់ក្បួនដាក់ទៅឲ្យចឹងហើយមួយទៀតប្រើអត្តសញ្ញាណប័ណ្ណមិនថាជាតិសាសន៍ណាក៏ដោយខ្មែរអ៊ីស្លាមខ្មែរគ្រីស្ទានខ្មែរព្រហ្មញ្ញខ្មែរជនជាតិដើមភាគតិចអីទាំងអស់អញ្ចឹងឲ្យតែមានសេចក្តីល្អត្រឹមត្រូវរីករាយជាមួយនឹងហេតុហ្នឹងបានចំណាយក្នុងមួយថ្ងៃ$1,000មួយថ្ងៃណាមួយថ្ងៃឡើង$1,000បើមានហេតុណាបើមានហេតុគ្រប់គ្រាន់អញ្ចឹងមុនដំបូងតែយើងចម្រើនយូរអញ្ចឹងទៅតើតែមានហេតុគ្រប់គ្រាន់ដូចស្រូវណាដូចស្រូវឬក៏ដំណាំអីផ្សេងដែលយើងខំដាំមុនដំបូងអញ្ចឹងយើងត្រូវចំណាយពេលណាតែបានតែផ្លែមករដូវហើយរដូវក្រោយផ្លែទៀតរដូវក្រោយផ្លែទៀតហេតុហ្នឹងដូចគ្នាអញ្ចឹងព្រោះយើងនិយាយអញ្ចឹងឆាប់យល់មិនដាំភ្លាមបានផ្លែភ្លាមអត់ទេអញ្ចឹងតើយើងរីករាយទី2អ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាអ្នកគោរពស្រឡាញ់ពុទ្ធសាសនាគឺនិយាយជីវិតមនុស្សណាគឺទូទៅទាំងអស់ប្រទេសណាក៏ដោយឥណ្ឌាក៏ដោយខ្មែរក៏ដោយថៃក៏ដោយវៀតណាមក៏ដោយចិនកូរ៉េតៃវ៉ាន់អីក៏ដោយឲ្យតែគោរពស្រឡាញ់ពុទ្ធសាសនាអាហ្នឹងគេចែកទៅខាងសាសនាវិញទី2ណាអញ្ចឹងម្នាក់ក្នុង$1,000ក្នុងមួយថ្ងៃដូចគ្នាសួរតែបានតម្លៃមកពីណាតម្លៃហ្នឹងធរលោកហ្នឹងធរលោកមិនមើលនេះ$42,570 លានក្នុងមួយថ្ងៃហ្នឹងសង្ខេបឯណាបើតម្លៃពេញវារត់ដាក់អត់ឃើញទេអញ្ចឹងអាចចែកទៅឲ្យពួកគាត់បានបើមានហេតុត្រឹមត្រូវទី3អ្នកគោរពនិងរក្សាក្បួនយុទ្ធសាស្ត្រទ្វេជ័យប្រចាំជីវិតបានដល់មួយជីវិតហ្នឹងគេយកក្បួនហ្នឹងធរហ្នឹងឧទាហរណ៍ណាគេយកធរហ្នឹងធ្វើជាទីរីករាយប្រចាំជីវិតគេហ្មងធ្វើជាទីរីករាយគេអត់ធរអីក៏គេរៀនដែរគាត់ថាគេចម្រើនធរហ្នឹងឯងប្រចាំថ្ងៃព្រឹកល្ងាចអីចឹងទៅបើថាយើងរវល់ខ្លាំងយើងសូត្រកាត់ធម្មកាយវិចារចិត្តសង្ខារមិនទៀងចឹងទៅធរជាទុកបច្ចុប្បន្នមិនមែនខ្លួនអតីតរលត់ហើយអញ្ចឹងក៏បានឬក៏បច្ចុប្បន្នធរចតុកមិនមែនខ្លួនអតីតធររលត់ហើយអញ្ចឹងក៏បានយើងសូត្រតែប៉ុណ្ណឹងក៏បានតែយើងរវល់ណាបើថាយើងមិនរវល់យើងសូត្រទាំងអស់មកសូត្រសមាធិទាំងអស់មកអត់តែកន្លែងតម្លៃក៏បានដែរតែយើងសូត្រចម្រើនទាំងតម្លៃទៀតក៏បានអញ្ចឹងឈ្មោះលោក
ព្រះវិខុចន្ទរតៈហៅបណ្ឌិតជាម្ចាស់ក្បួនយុទ្ធសាស្ត្រទ្វេជ័យវីដេអូនេះបានបង្កើតឡើងនៅថ្ងៃសុក្រ400 ខែមេឆ្នាំម្សាញ់ពុរសករាជ2569ទី6កុម្ភៈ2026ដើម្បីជាធម្មទានឲ្យបានទៅសេវិចូលបំកាត់យ៉ាងឯដល់ពេលប្រហោះទៅវាអត់ពេញកញ្ចក់ផុតមុខផុតក្រោយវាជាប់ក្បាលអីចឹងទៅចេះធ្វើបន្តពោអញ្ចឹងអនុមោទនីអញ្ចឹងពេលដែលលោកពោលថាអនុមោទនីញាតិញោមត្រូវពោលថាសាធុសាធុសាធុអញ្ចឹងទៅអញ្ចឹងអនុមោទនី